មិត្តជាទីគោរពរាប់អានយើងផ្ដើមព័ត៌មានកីឡាជាតិនៅថ្ងៃនេះតាក់ទងទៅនឹងក្រុមជម្រើសជាតិកម្ពុជាគឺដើម្បីបង្ហាញការគាំទ្រលើកទឹកចិត្តនិងបង្កើតបរិយាកាសចិត្តស្និទ្ធរវាងអ្នកគាំទ្រជាមួយនឹងកីឡាករបាល់ទាត់ជម្រើសជាតិផ្សារទំនើប Aeon Mall បានរៀបចំកម្មវិធីជួបនិងស្វាគមន៍មួយសម្រាប់ពួកគេកាលពីម្សិលមិញនេះមុនការប្រកួតជាមួយជប៉ុនក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកឆ្នាំ2018នៅប្រទេសរុស្ស៊ីចូលមកដល់ក្រុមជម្រើសជាតិកម្ពុជាបានធ្វើពិធីជួបជុំនិងថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រដែលកម្មវិធីនេះរៀបចំនៅផ្សារទំនើប Aeon កាលពីថ្ងៃទី16វិច្ឆិកា2015អ្នកគាំទ្រជាច្រើនរយនាក់បានមកជួបជុំគ្នាដើម្បីសួរសំណួរផ្សេងៗទាក់ទងនឹងក្រុមជម្រើសជាតិគូរូបទង់ជាតិបដាគាំទ្រនិងថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមកីឡាករក្នុងនោះក៏មានជាងគំនូរល្បីឈ្មោះជនជាតិជប៉ុន Katsuhiko Hibino បានមកចូលរួមគូររូបជាមួយកីឡាករនិងអ្នកគាំទ្រផងដែរក្នុងឱកាសនោះគ្រូបង្វឹកកម្ពុជាលោកលីតេហ៊ុនបានបដិញ្ញាចំពោះមុខអ្នកគាំទ្រថានឹងព្យាយាមដឹកនាំក្រុមឲ្យបានល្អបំផុតពេលប្រជុំជាមួយក្រុមជើងខ្លាំងជប៉ុនបន្ទាប់មកក្រុមកីឡាករបានបង្ហាញសមត្ថភាពត្រេះបាល់នៅមុខអ្នកគាំទ្រទៀតផងនេះជាកម្មវិធីមួយជួយបង្កើតភាពស្និទ្ធស្នាលរវាងកីឡាករនិងអ្នកគាំទ្រជាពិសេសការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិមុនពេលប្រកួតជាមួយជប៉ុននៅវេលាម៉ោង 7:14 នាទីយប់នេះនាពហុកីឡដ្ឋានជាតិខ្ញុំតាំងលីហួរ PNN ភ្នំពេញ